ថ្ងៃអារ៉ាហ្វាគឺជាថ្ងៃដែលល្អបំផុតពេញមួយឆ្នាំនៅថ្ងៃនោះតើអ្នកគួរធ្វើអ្វីអ្នកត្រូវដឹងថាវាគឺជាថ្ងៃដែលមានបញ្ជាក់ក្នុងហាឌីសសាហេះមូស្លីមអល់ឡោះដោះលែងមនុស្សជាអតិបរមាជាច្រើនឲ្យចេញពីភ្លើងនរកដូច្នេះគាត់សរសេរឈ្មោះមនុស្សដែលរួចផុតពីភ្លើងនរកដោយសារតែទង្វើល្អខ្លះដែលគេបានធ្វើអញ្ចឹងត្រូវធ្វើល្អឲ្យបានច្រើនដឹងអត់នៅពេលយប់នៃខែរ៉ាម៉ាឌនមានមនុស្សជាច្រើនរួចចេញពីភ្លើងនរកប៉ុន្តែនៅក្នុងពេលថ្ងៃអារ៉ាហ្វាស៊ុបហានអល់ឡោះថ្ងៃទី9នៃខែស៊ុលហិច្ចាអញ្ចឹងស៊ុបហានអល់ឡោះយើងត្រូវសុំឲ្យអល់ឡោះបញ្ជាយើងពីភ្លើងនរកហើយដើម្បីសម្រេចវាបានយើងត្រូវតែជាអ្នកផ្លាស់ប្ដូរជីវិតជាអ្នកដែលស្វែងរកការបរិទោសពីអល់ឡោះជាអ្នកដែលសន្យានឹងអល់ឡោះថានឹងមិនធ្វើខុសដដែលនៅទង្វើដែលធ្វើខុសកន្លងមកអ៊ីនសាអល់ឡោះយើងនឹងរកឃើញអ្វីដែលអល់ឡោះស៊ុបហានវតាអាឡាចង់ហើយយើងនឹងសម្រេចបានច្រើនអ្នកនឹងមានអារម្មណ៍ថាប្លែកនិងថ្មីហើយដើម្បីឲ្យដឹងថាតើអល់ឡោះទទួលយកការតោបាសឬការកែប្រែខ្លួនរបស់អ្នកទេគឺពេលនោះអ្នកមានអារម្មណ៍ថាប្លែកថ្មីនៅក្នុងខ្លួនពេលនោះអ្នកដឹងថាអូឥឡូវខ្ញុំផ្លាស់ប្ដូរហើយមានន័យថាអល់ឡោះទទួលយកការកែខ្លួនខ្ញុំដោយចេតនាត្រង់ដោយក្តីមេត្តាករុណាត្រង់ឥឡូវយើងបាននិយាយពីទុសាដែលបានអភ័យទោសឲ្យសម្រាប់អ្នកដែលបានបួសថ្ងៃអារ៉ាហ្វាខ្ញុំក៏នៅចង់បង្ហាញពីហាឌីសអំពីអាប៊ូកតាតារ៉ាឌីយ៉ាឡោះអានថាអ្នកណាបានបួសនៅក្នុងថ្ងៃអារ៉ាហ្វានប៊ីមូហាម៉ាត់មានប្រសាសន៍ថាទុសានឹងត្រូវបានអភ័យទោសឲ្យ2ឆ្នាំមានន័យថាឆ្នាំបច្ចុប្បន្នហ្នឹងនិងឆ្នាំខាងមុខប៉ុន្តែនេះគឺនិយាយអំពីទុសាតូចចំពោះទុសាធំវិញគឺគេទាមទារឲ្យមានការតោបាតការកែខ្លួនជាក់លាក់អញ្ចឹងអ្នកណាដែលធ្វើទុសាធំអល់ឡោះនឹងអភ័យទោសឲ្យក្នុងលក្ខខណ្ឌនេះចំពោះអ្នកស្វែងរកការអភ័យទោសជាពិសេសអំពើបាបដែលបានប្រព្រឹត្តបន្ទាប់មកមានអាទេសបញ្ជាក់ទៀតថាការសុំទូអាដែលល្អបំផុតទូអាដែលល្អបំផុតគឺជាការសុំទូអានៅថ្ងៃអារ៉ាហ្វាអញ្ចឹងថ្ងៃអារ៉ាហ្វាសុំទូអាឲ្យច្រើន